សំណាងហើយបានថៅកែរ៉ានជួយប្រញាប់ចេញទៅនេសាទពេលព្រលឹមជំពាក់គេ120យើងត្រូវប្រញាប់ខ្សែពួរទាញទៅខាងស្ដាំហើយហៃឡានម៉ែជួយសង្កត់ក្បាលទូកកុំឲ្យទូកបត់តាមទឹកហៃឡានថ្ងៃនេះប្រមូលផលបានមិនតិចទេជើងនេះលក់បានអាចសង្លុយគេបានមួយផ្នែកហើយយកទៅផ្ញើនៅហាងវ៉ាងឆៅលូសិនមើលថាអាចលក់បានប៉ុន្មានទំនិញមួយជើងនេះគុណភាពល្អណាស់សរុបទាំងអស់45មួយសង30សិននៅសល់ខ្លះខ្ញុំត្រូវទិញអំបិលនិងប៉ះសំណាញ់ព្រមទាំងទុកលុយទិញអង្ករខ្លះ120ដក30នៅសល់90ចេញទៅនេសាទប៉ុន្មានជើងទៀតគឺអាចសងអស់ហើយកុំបង្ខំខ្លួនឯងខ្លាំងពេកជំពាក់លុយគេក្នុងចិត្តតែងតែគិតមិនស្ងប់អាចសងបានបន្តិចបន្តួចក៏ល្អដែរពូដាមនុស្សម្នាក់គ្មានការងារធ្វើបានលុយជាង100មកពីណាធ្វើទុកអ្នកណាដឹងថាប្រភពលុយនេះមកពីណាស្អាតស្អំឬអត់អ្នកចិត្តខាងលុយរបស់នាងច្បាស់ជាបានមកមិនស្របច្បាប់ទេប្រកាសហើយប៉ុន្មានថ្ងៃមុននៅពិបាកចិត្តព្រោះជឿប៉ុន្មានបន្ទះសុកស្រាប់តែមានលុយធ្វើទុកស្អាតបាត់មិនមែនដូចអ្នកទាំងអស់គ្នានិយាយទេលុយធ្វើទុកគឺជំពាក់គេហៃឡានបានសរសេរលិខិតជំពាក់ឲ្យថ្ងៃនេះទើបតែសងបាន30តាល់ពូដាអ្នកបងខ្ញុំក៏គិតគូរពីហៃឡានដែរក្មេងស្រីម្នាក់រត់ទៅទីប្រជុំជនរាល់ថ្ងៃលុយក៏រកបានលឿនម្លេះតើអ្នកណាខ្លះមិនសង្ស័យអ្នកឯងកុំមកទម្លាក់កំហុសលើនាងកូនពូដាបាននាងស្អាតស្អំមែនយកភូស្តាងមកបង្ហាញមកចង់បានភូស្តាងមែនទេវាគេបត់នឹងលិខិតជំពាក់លុយខ្ញុំយកមកទាំងអស់ទំនិញរបស់ហៃឡានគឺហាងវ៉ាងឆៅលូជាអ្នកទិញយកលុយ120ធ្វើទុកគឺនាងខ្ចីពីបងប្រុសខ្ញុំលិខិតជំពាក់សរសេរច្បាស់ថាត្រូវសងក្នុងរយៈពេល1ខែបែបនេះហៅថាបានមកមិនស្របច្បាប់ឬហៃឡានម៉ែលើកនេះបញ្យល់ច្បាស់ហើយពូដាខ្ញុំក៏មិនបានថានាងធ្វើរឿងមិនល្អដែរខ្ញុំជាពូបង្កើតរបស់នាងបារម្ភពីលុយរបស់នាងតើការងារដែលឪពុកនាងបន្សល់ទុកឲ្យហេតុអ្វីបានជាទៅលើដៃកូនប្រុសពូបើពូដាអាណិតនាងដោយស្មោះតើហេតុអ្វីបានជាឲ្យទុកចាស់ធ្លុះទឹកទៅពួកនាងហើយឲ្យប្រើបានតែ1ឆ្នាំកូនពូដានេះជារឿងគ្រួសារតកូជីពួកយើងមិនដល់វេនអ្នកក្រៅមកលូកដៃទេរឿងតកូជីខ្ញុំមិនខ្វល់ទេតែអ្នកឯងមកបរិហាគេអ្នកគ្រប់គ្រងទំនិញឲ្យហាងវ៉ាងឆៅលូខ្ញុំមិនអាចឈប់មើលបានណារ៉ាន់ថ្ងៃនេះរំខានអ្នកឲ្យមកមួយជើងទៀតហើយគុំអរគុណខ្ញុំអីខ្ញុំនៅរងចាំអ្នកយកទំនិញល្អទៅឲ្យហាងវ៉ាងឆៅលូទៀតណានាងមិនបានខាត់បងអ្វីទេមែនទេខ្ញុំនិយាយច្រើនយ៉ាងនេះអ្នកមិនសួរពីអ្នកបង្កគ្រឿងបែកជាមកសួរថាបងហៃឡានខាត់បងឬអត់ទៅវិញនាងជំពាក់90បើមានរឿងអាក្រក់កើតឡើងតើអ្នកណាសងបានហើយអ្នកជំពាក់លុយទៅសំខាន់បំផុតថាប្រភពលុយគេមិនស្អាតស្អំចុងក្រោយគេមានទាំងវិក្កយបត្រនិងលិខិតជំពាក់ត្រឹមត្រូវនេះមិនមែនមកពីចោចទេពូដាចោចនាងគ្រាន់តែសំណាងល្អនេសាទបានអាហារសមុទ្រខ្លះប៉ុណ្ណោះកូនប្រុសខ្ញុំជាបុគ្គលិកពេញសិទ្ធ1ខែ120បើប្រាក់ខែទៀងទាត់កូនពូដាត្រូវហើយពឹងលើសមកចិញ្ចឹមជីវិតថ្ងៃណាមានខ្យល់ព្យុះភ្លៀងនាងបានត្រឹមអង្គុយមើលដំបូកផ្ទះសូមប្រជាជនគ្រប់ក្នុងផ្ទះប្រុងប្រយ័ត្នព្យុះកំបុតត្បូងចិត្តមកដល់ហើយប៉ុន្មានថ្ងៃនេះហាមទុកតូចចេញទៅសមុទ្រជាដាច់ខាតទុកនេសាទទាំងអស់ត្រូវត្រឡប់ចូលកំពង់ផែវិញពូដាឮទេព្យុះសមុទ្រមកដល់ហើយទុកបាក់បែករបស់នាងបានត្រឹមតែចងចោលនៅឆ្នេរចាំមើលនាងយកអ្វីទៅសង្លុយគេហៃឡានមើលលិខិតជំពាក់លុយដោយក្តីបារម្ភខ្យល់ខ្លាំងណាស់ហៃឡានប៉ុន្មានថ្ងៃនេះមិនអាចដឹកជញ្ជូនទំនិញរួមបានទេខ្ញុំបារម្ភថាចុងភៅកំពុងរងចាំប្រើប្រញាប់មកប្រាប់អ្នកមួយម៉ាត់ខ្យល់ធំយ៉ាងនេះអ្នកនៅតែកម្រិតមកទៀតបានព្រមព្រៀងគ្នាហើយថាពុទ្ធថ្ងៃមានព្យុះមិនអាចចេញសម្បត្តិបានទេថ្ងៃកំណត់ក្នុងលិខិតជំពាក់អាចពន្យាពេលបាន1ខែទៀតអរគុណថៅកែរ៉ាន់ខ្ញុំនឹងប្រញាប់សងឲ្យឆាប់បំផុតមិនឲ្យពន្យាពេលយូរទេគិតគូរពីសុវត្ថិភាពមុនសិនរឿងលុយមិនប្រញាប់ទេអរគុណអ្នកខ្លាំងណាស់ម៉ែខ្ញុំនៅផ្ទះម្នាក់ឯងខ្ញុំមិនស្ងប់ចិត្តទេខ្ញុំសូមត្រឡប់ទៅបងគ្មានឡានណាចង់ដឹកទំនិញទេត្រីតូចទាំងនេះបើទុកមួយថ្ងៃទៀតនឹងស្អុយអស់ហើយគួរឲ្យស្ដាយណាស់អ្នកភូមិត្រី60មីលនេះខ្ញុំទទួលទិញ12ឥឡូវខ្ញុំគ្មានលុយស្រស់ទេតែខ្ញុំអាចសរសេរលិខិតជំពាក់ឲ្យពូបានហៃឡានពួកយើងនៅជំពាក់លុយធ្វើទូគេនៅឡើយទេណាម៉ែយកទៅផ្ទះសិនទៅចាំដល់ផ្ទះខ្ញុំប្រាប់ម៉ែអ្នកភូមិហៃឡាននេះមិនមែន1គីឡូ2គីឡូទេណាបើឯងលក់មិនដាច់ទេលុយ12នេះនឹងធ្លាក់លើស្មារតីហើយខ្ញុំដឹងតែយ៉ាងណាក៏ត្រូវតែសាកល្បងដែរទើបដឹងថាបានឬមិនបានបើជោគជ័យថ្ងៃក្រោយមានខ្យល់ភ្លៀងពួកយើងក៏មិនដល់ថ្នាក់គ្មានផ្លូវ